សូមស្វាគមន៍មកកាន់ Channel YouTube និង Pixstar Info នេះគឺជាសាច់រឿងលម្អិតអំពីប្រវត្តិរូបការងារសិល្បៈនិងជីវិតគ្រួសាររបស់តារាសម្ដែងហុងកុងដ៏ល្បីល្បាញគឺលោក David Chiang ឬឈ្មោះកំណើត Theng Wai Nien ដែលជាតារាឯកដ៏សំខាន់នៅក្នុងយុគសម័យមាសនៃភាពយន្តកុងហ្វូនិង Wuxia របស់ Shaw Brothers Studio ក្នុងទសវត្សរ៍ឆ្នាំ1960និងឆ្នាំ1970លោក David Chiang កើតនៅថ្ងៃទី29ខែមិថុនាឆ្នាំ1947នៅទីក្រុងស៊ូជើប្រទេសចិនលោកកើតនៅក្នុងត្រកូលសិល្បករដ៏ល្បីល្បាញឪពុករបស់លោកគឺលោកយ៉ាន់ហូដែលជាតារាសម្ដែងជួរមុខនៅទសវត្សរ៍ឆ្នាំ1940ម្ដាយរបស់លោកគឺអ្នកស្រីហុងវៃក៏ជាអតីតតារាសម្ដែងល្បីល្បាញផងដែរហើយក្រោយមកអ្នកស្រីក៏បានក្លាយទៅជាគ្រូបង្វឹកសម្ដែងនៅហុងកុងដោយសារតែឪពុកម្ដាយរបស់លោកបានប្តូរទីលំនៅទៅកាន់ទីក្រុងហុងកុងនៅចុងទសវត្សរ៍ឆ្នាំ1940នៅក្នុងកំឡុងសង្គ្រាមស៊ីវិលចិនលោក David Chiang ត្រូវបានធំឡើងដឹងក្តីនៅក្នុងបរិយាកាសសិល្បៈយ៉ាងក្រាស់ក្រែលបងប្រុសបង្កើតគឺលោក Paul Chun ដែលជាតារាសម្ដែងដ៏ល្បីម្នាក់នៅក្នុងវិស័យភាពយន្តហុងកុងផងដែរចំណែកឯប្អូនប្រុសរបស់លោកគឺលោក Derek Yee ដែលក្រោយមកក៏ក្លាយទៅជាតារាសម្ដែងនិងជាអ្នកដឹកនាំរឿងដ៏ជោគជ័យម្នាក់ផងដែរដោយឥទ្ធិពលពីគ្រួសារលោក David Chiang បានចាប់ផ្ដើមអាជីពសម្ដែងតាំងពីវ័យក្មេងនៅក្នុងវ័យត្រឹមតែ4ឆ្នាំប៉ុណ្ណោះពេលនោះលោកប្រើឈ្មោះថា Yan Waiភាពយន្តដំបូងរបស់លោកមានដូចជា Little Angel of the Street ក្នុងឆ្នាំ1957និង Young Vagabond ក្នុងឆ្នាំ1958ការសម្ដែងតាំងពីកុមារភាពនេះបានជួយលោកឲ្យបង្កើនជំនាញដំបូងដោយធម្មជាតិដោយសារតែបានចូលរួមក្នុងការថតនិងនៅក្បែរឈុតឆាកភាពយន្តជាប្រចាំនៅក្នុងឆ្នាំ1965លោក David Chiang បានសម្រេចចិត្តបោះបង់ការងារជាតួអង្គកុមារហើយបានចាប់ផ្ដើមហ្វឹកហាត់ជាអ្នកសម្ដែងជំនួសនិងជាអ្នករៀបចំក្បាច់គុន Stuntman Fight Instructor ក្រោមការដឹកនាំរបស់គ្រូក្បាច់គុនដ៏ល្បីឈ្មោះ Lau Ka-leung លោកក៏បានចូលធ្វើការនៅក្នុង Studio Shaw Brothers នៅក្នុងឆ្នាំ1966ភាពរហ័សរហួននិងកាយសម្បទាល្អរបស់លោកបានធ្វើឲ្យលោកទទួលបានរហស្សនាមថា The Elastic Duvalចំណុចរបត់ដ៏សំខាន់បំផុតនៅក្នុងអាជីពសម្ដែងរបស់លោកបានកើតឡើងនៅពេលដែលលោកត្រូវបានអ្នកដឹកនាំរឿងក្បាច់គុនដ៏ល្បីឈ្មោះ Chang Chek ឃើញពីទេពកោសល្យនិងវត្តមានដ៏ទាក់ទាញរបស់លោកក្នុងពេលថតរឿង Golden Swallow នៅក្នុងឆ្នាំ1968លោក Chang Chek បានសម្រេចចិត្តយកលោក David Chiang មកបណ្ដុះបណ្ដាលនិងក្លាយជាអ្នកជួយណែនាំរបស់លោក Chang Chek បានកែឈ្មោះលោកពី Yan Wai ទៅជា David Chiang Dai Wai លោក Chang Chek បានផ្ដល់ឱកាសឲ្យ David Chiang សម្ដែងជាតួអង្គឯកនៅក្នុងរឿង Dead Endនៅក្នុងឆ្នាំ1969និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈរឿង Henceforth Will Travel ក្នុងឆ្នាំ1969កេរ្តិ៍ឈ្មោះរបស់លោកបានផ្ទុះឡើងខ្លាំងជាអន្តរជាតិនៅឆ្នាំ1970តាមរយៈរឿង Wengen ដែលលោកបានឈ្នះពានរង្វាន់តារាសម្ដែងឆ្នើមឬ Best Actor នៅមហោស្រពភាពយន្តអាស៊ី Asian Film Festival លើកទី16លោក David Chiang បានក្លាយទៅជាតារាឯកដ៏លេចធ្លោរបស់ Shaw Brothers Studio ដោយសាររូបភាពវីរបុរសប្រភេទ Anti-hero ដែលមានកាយសម្បទាស្គមស្ដើងរហ័សរហួននិងជាតួអង្គដែលពោរពេញទៅដោយការសងសឹកនិងអារម្មណ៍ជ្រាលជ្រៅនៅក្នុងនាមជាតារាឯករបស់លោក Chang Chek លោក David Chiang បានសម្ដែងនៅក្នុងខ្សែភាពយន្តវាយប្រហារដ៏ល្បីល្បាញរាប់មិនអស់ដូចជា The Heroic One ក្នុងឆ្នាំ1970 The U1 Armed Swordman ក្នុងឆ្នាំ1971 The Gel ក្នុងឆ្នាំ1971 The Deadly Do ក្នុងឆ្នាំ1971 Boxer from Santung ក្នុងឆ្នាំ1972 Blood Trader ក្នុងឆ្នាំ1973លោកបានឈ្នះពានរង្វាន់ Most Contemporary Awards នៅមហោស្រពភាពយន្តអាស៊ី Pacific លើកទី19សម្រាប់តួអង្គនៅក្នុងរឿង The Generation Gap ក្នុងឆ្នាំ1973នៅទសវត្សរ៍ឆ្នាំ1970លោក David Chiang ក៏បានពង្រីកជំនាញរបស់លោកទៅកាន់ការដឹកនាំរឿងផងដែរនៅក្នុងឆ្នាំ1973លោកបានចាក់ចេញពី Shaw Brothers ជាមួយនឹងលោក Chang Chek ដើម្បីបង្កើតក្រុមហ៊ុនផលិតកម្មឯករាជ្យមួយឈ្មោះ Chang Scoff Company ភាពយន្តដឹកនាំដំបូងរបស់លោកគឺ The Legend of the All ក្នុងឆ្នាំ1981ក្រោយមកលោកបានបន្តដឹកនាំរឿងជាច្រើនទៀតភាគច្រើនជារឿងបែបកំប្លែងនៅចុងទសវត្សរ៍ឆ្នាំ1980និងដើមទសវត្សរ៍ឆ្នាំ1990ដូចជា Silent Love ក្នុងឆ្នាំ1986និង My Dear Son ក្នុងឆ្នាំ1989នៅថ្ងៃទី20ខែមករាឆ្នាំ1974លោក David Chiang បានរៀបការជាមួយនឹងអ្នកស្រី Margie Lee Lam Lam ដែលជាអតីតតារាសម្ដែងម្នាក់អាពាហ៍ពិពាហ៍របស់លោកមានភាពរឹងមាំនិងឋិតថេរយូរអង្វែងរហូតមកដល់បច្ចុប្បន្ននេះលោកនិងភរិយាមានកូនចំនួន3នាក់គឺ Ellen Chiang កើតនៅឆ្នាំ1974នាងបានរៀបការជាមួយនឹងតារាសម្ដែងលោក Raymond Cho
Evie Chiang កើតនៅឆ្នាំ1983 John Chiang Jr កើតនៅឆ្នាំ1995ក្រោយពីយុគសម័យមាសនៃភាពយន្តកុងហ្វូរបស់ Shaw Brothers បានបញ្ចប់លោក David Chiang នៅតែបន្តអាជីពសម្ដែងយ៉ាងសកម្មទាំងនៅក្នុងភាពយន្តនិងក្នុងរឿងភាគទូរទស្សន៍របស់ទូរទស្សន៍ហុងកុង TVB ចាប់ពីឆ្នាំ2000មកដល់បច្ចុប្បន្នលោកនៅតែជាតារាសម្ដែងដែលតម្រូវការខ្ពស់ដោយបានបង្ហាញវត្តមាននៅក្នុងរឿងភាគល្បីៗជាច្រើនដូចជា Revolving Door of Vengeance Lethal Weapon of Love and Passion The Game of Life Grace Under Fire ក្នុងឆ្នាំ2001ដែលលោកដើរតួជា Wang Fei-hung និងភាពយន្តទំនើបផ្សេងៗទៀតដូចជា Election ក្នុងឆ្នាំ2005លោក David Chiang នៅតែបន្តការងារសម្ដែងរហូតមកដល់បច្ចុប្បន្នក្នុងវ័យជាង70ឆ្នាំដោយបង្ហាញពីភាពប៉ិនប្រសប់ក្នុងការផ្លាស់ប្ដូរតួនាទីតួឯកវីរបុរសក្បាច់គុណទៅជាតួអង្គឪពុកឬតួអង្គជំនួសដែលពោរពេញទៅដោយបទពិសោធន៍លោក David Chiang ត្រូវបានគេចាត់ទុកថាជាតារាសម្ដែងដែលមានឥទ្ធិពលបំផុតមួយរូបនៅក្នុងប្រវត្តិសាស្ត្រភាពយន្តហុងកុងដោយមានស្នាដៃគួរឲ្យកត់សម្គាល់ជាច្រើនដែលបាននាំមកនូវពានរង្វាន់និងការទទួលស្គាល់យ៉ាងខ្ពង់ខ្ពស់សមិទ្ធផលដ៏លេចធ្លោបំផុតរបស់លោក David Chiang គឺការឈ្នះពានរង្វាន់ជាច្រើននៅមហោស្រពភាពយន្តអាស៊ីឬ Asia Film Festival តារាសម្ដែងឆ្នាំ Best Actorសម្រាប់តួអង្គជាអ្នកទោសឈ្មោះ Kwan Yu នៅក្នុងខ្សែភាពយន្ត Vengeance ក្នុងឆ្នាំ1970ការឈ្នះពានរង្វាន់នេះបានធ្វើឲ្យលោកក្លាយទៅជាតារាសម្ដែងហុងកុងក្មេងជាងគេនៅពេលនោះដែលទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់នេះពានរង្វាន់សម្រាប់តួនាទីសម័យទំនើបបំផុត Most Contemporary Awards សម្រាប់តួនាទីក្នុងខ្សែភាពយន្ត The Generation Gap ក្នុងឆ្នាំ1973នៅមហោស្រពភាពយន្តអាស៊ីប៉ាស៊ីហ្វិកលើកទី19ពានរង្វាន់នេះបញ្ជាក់ពីភាពប៉ិនប្រសប់របស់លោកក្នុងការសម្ដែងជាតួអង្គដែលមិនមែនជាវីរបុរសក្បាច់គុណគឺតួអង្គសម័យទំនើបដែលឆ្លុះបញ្ចាំងពីបញ្ហាសង្គមបច្ចុប្បន្នក្រៅពីពានរង្វាន់ដ៏សំខាន់ទាំងនោះលោក David Chiang ក៏ត្រូវបានតែងតាំងជាបេក្ខភាពក្នុងកម្មវិធីល្បីៗជាច្រើនដូចជា Hong Kong Film Awards ឬ HK4លោកត្រូវបានតែងតាំងជាបេក្ខភាពតារាសម្ដែងជាតួអង្គរងឆ្នាំ Best Supporting Actor សម្រាប់តួអង្គរបស់លោកក្នុងខ្សែភាពយន្ត The Boxer from Shantung ក្នុងឆ្នាំ1972និងរឿងផ្សេងទៀត Golden Horse Award ពីតៃវ៉ាន់ក៏ធ្លាប់មានការតែងតាំងផងដែរសម្រាប់ស្នាដៃដឹកនាំនិងសម្ដែងរបស់លោកកិត្តិយសមួយទៀតរបស់លោកគឺការត្រឡប់មកបម្រើការនៅក្នុង Studio TVB វិញក្នុងនាមជាអ្នកដឹកនាំនិងគ្រូបង្វឹកសម្ដែងក្រៅពីការសម្ដែងផ្ទាល់ការងារនេះបានជួយបណ្ដុះបណ្ដាលតារាសម្ដែងជំនាន់ក្រោយឲ្យមានជំនាញនិងស្តង់ដារខ្ពស់នៅក្នុងឧស្សាហកម្មភាពយន្តនិងទូរទស្សន៍ហុងកុងលោក David Chiang គឺជាតារាសម្ដែងជើងចាស់មួយរូបដែលបានបន្សល់ទុកនូវមរតកដ៏ជ្រាលជ្រៅដល់ឧស្សាហកម្មភាពយន្តអាស៊ីជាពិសេសប្រភេទភាពយន្តក្បាច់គុណនៅទសវត្សរ៍ឆ្នាំ1960និងឆ្នាំ1970ភាពយន្តក្បាច់គុណភាគច្រើនផ្ដោតលើវីរបុរសដែលមានរាងកាយធំមាំមួននិងមានកម្លាំងខ្លាំងក្លាដូចជាលោក Wang Yu ឬ Lo Li ប៉ុន្តែលោក David Chiang គឺមានរូបរាងតូចជាងស្គមជាងប៉ុន្តែមានភាពរហ័សរហួននិងភ្នែកមុតស្រួចបានបង្កើតនូវនិមិត្តសញ្ញាវីរបុរសថ្មីមួយThe NG Heroes តួអង្គរបស់លោកច្រើនតែសម្ដែងជាមនុស្សឯកោមានភាពងាយរងគ្រោះខាងផ្លូវចិត្តនិងពោរពេញទៅដោយការឈឺចាប់ Master of the Sword រូបភាពលេចធ្លោរបស់លោកគឺអ្នកចម្បាំងដាវដែលប្រើល្បឿននិងភាពឆ្លាតវៃក្នុងការប្រយុទ្ធជាជាងកម្លាំងបាយការផ្លាស់ប្ដូររូបភាពវីរបុរសនេះបានធ្វើឲ្យមានការវិវត្តដ៏ធំមួយនៅក្នុងការនិពន្ធរឿងប្រភេទក្បាច់គុណទំនាក់ទំនងការងារជិតស្និទ្ធបំផុតរបស់លោកគឺជាមួយនឹងតារាសម្ដែងលោក Ji Long ក្រោមការដឹកនាំរបស់លោក Chang Chek អ្នកទាំងពីរគឺជាដៃគូសម្ដែងនៅលើអេក្រង់ទូរទស្សន៍ដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រហុងកុង The Two Dragons អ្នកគាំទ្របានឲ្យរហស្សនាមអ្នកទាំងពីរថានាគទាំងពីរដោយលោក Ji Long តំណាងឲ្យវីរបុរសដែលរឹងមាំថ្លៃថ្នូរនិងមានសីលធម៌ខ្ពស់ខណៈលោក David Chiang តំណាងឲ្យវីរបុរសដែលស្លូតត្រង់មានល្បិចកលនិងមានការបះបោរគូនេះបានសម្ដែងជាមួយគ្នាក្នុងភាពយន្តជាង20រឿងដែលរឿងភាគច្រើនស្នាដៃល្បីៗបំផុតរបស់ Shaw Brothers ក្នុងនាមជាអ្នកដឹកនាំរឿងនៅទសវត្សរ៍ឆ្នាំ1980លោក David Chiang បានបង្ហាញពីចំណង់ចំណូលចិត្តចំពោះភាពយន្តបែបកំប្លែងនិងរឿងភាគបែបគ្រួសារ Comedy and Family Drama ដែលខុសពីប្រភេទរឿងក្បាច់គុណដែលលោកសម្ដែងនេះបានបង្ហាញពីទស្សនវិស័យសិល្បៈដ៏ទូលំទូលាយរបស់លោកសូម្បីតែនៅក្នុងវ័យជរាលោក David Chiang នៅតែបន្តធ្វើការយ៉ាងស្វាហាប់ដោយបានចូលរួមក្នុងផលិតកម្មធំៗជាច្រើននៅក្នុងប្រទេសចិនដីគោកនិងហុងកុងលោកបានក្លាយទៅជាបិតាសិល្បៈដ៏គួរឲ្យគោរពមួយរូបនៅក្នុងរឿងភាគទូរទស្សន៍និងភាពយន្តដោយមានសមត្ថភាពសម្ដែងនិងជាអ្នកផ្ដល់ដំបូន្មានដល់តារាសម្ដែងជំនាន់ថ្មីលោក David Chiang មិនត្រឹមតែជាតារាឯកដ៏សំខាន់ម្នាក់ដែលបានកំណត់រូបភាពនៃភាពយន្តក្បាច់គុណហុងកុងប៉ុណ្ណោះទេប៉ុន្តែលោកក៏ជាសសរស្តម្ភដ៏រឹងមាំមួយរូបនៅក្នុងវិស័យភាពយន្តអាស៊ីដោយមានបទពិសោធន៍ដ៏សម្បូរបែបតាំងពីតួអង្គកុមារអ្នកសម្ដែងជំនួសតារាឯក
អ្នកដឹកនាំរឿងនិងតារាសម្ដែងរឿងភាគទូរទស្សន៍ជីវិតគ្រួសារដ៏មានសុភមង្គលរបស់លោកជាមួយនឹងភរិយាម៉ាជីលីនិងកូនៗទាំង3ក៏ជាផ្នែកមួយដែលធ្វើឲ្យជីវប្រវត្តិសិល្បៈរបស់លោកកាន់តែមានភាពពេញលេញនិងគួរឲ្យគោរពបាទវីដេអូនេះដល់ទីបញ្ចប់ទៅហើយតើប្រិយមិត្តទស្សនិកជនយល់យ៉ាងណាចំពោះជីវប្រវត្តិរបស់លោក David Chiang អាចចូល comment នៅខាងក្រោមវីដេអូនេះហើយបើពេញចិត្តវីដេអូនេះសូមជួយចុច like share ទៅកាន់មនុស្សជាទីស្រឡាញ់របស់លោកអ្នកជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ